បងស្រីមិនដែរបងមានបានដឹងហេតុការណ៍នឹងអត់បងចាំអ៊ីនសរ៉េនមកហើយមិនដែរបងមានរឿយដែរអត់និយាយយើងទៅព្រមនឹងសិនទៅចាំឡានប៉ែស្មាមែនហើយខ្ញុំសួរអីបន្តិចរងចាំអ៊ីនសរ៉េនម៉ូតូបុករហូតដល់មានស្ថានភាពបែបហ្នឹងទៅហើយបងប្អូនសម័យមើលថាតើមនុស្សអាចនឹងរងរបួសកម្រិតណាទៅហើយរឿងអ៊ីនសរ៉េននេះខ្ញុំអត់និយាយចោលឈ្មោះអ៊ីនសរ៉េនណាទេស្ដាច់ប៉ាកែមហាតថ្លៃបែរដោយឡែកជនរងគ្រោះគឺត្រូវបានធ្វើការបញ្ជូនទៅមន្ទីរពេទ្យហើយដោយវិជាប្រវត្តិគាត់ជួយធ្វើការជូនទៅព្រោះយើងរងចាំឡានពេទ្យខ្លាចមានការខកពេលអាចជួយសង្គ្រោះបានដោយឡែករថយន្តដែលបកក៏នៅនឹងកន្លែងកន្លែងដែរដោយសារតែដាច់កលែអាចទៅមុខរួចហើយម្ចាស់រថយន្តមិនដឹងថាដើរទៅទីណាទីណីទេនៅតែតំណាងសាច់ញាតិដើម្បីធ្វើការឈរនៅចាំដោះស្រាយឲ្យអ៊ីនសរ៉េនមកធ្វើការតទល់ជាមួយនឹងខាងភៀកគីម៉ូតូបងប្អូនឥឡូវនេះឃើញថាបងស្រីប្រហែលជាគ្រួសារសាច់ញាតិខាងរថយន្តបានឃើញថាគាត់បានចូលនៅក្នុងរថយន្តដើម្បីធ្វើការយកនៅឯកសារឬមួយក៏របស់នៅចាំបាច់មួយចំនួនតម្រាំតែសមត្ថកិច្ចលោកធ្វើការដោះស្រាយនៅនឹងកន្លែងកាត់ហេតុជាក់ស្ដែងឃើញថាជនរងគ្រោះដែលរថយន្តបានធ្វើការប៉ះពាល់នឹងត្រូវបានប្រជាពលរដ្ឋនៅទីតាំងកាត់ហេតុនេះធ្វើការនាំបញ្ជូនយកទៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះបឋមសិនព្រោះបើសិនជារងចាំឡានពេទ្យវាមានការរងចាំយូរដូច្នេះប្រជាពលរដ្ឋនៅទីហ្នឹងគាត់ឃើញអញ្ចឹងគាត់បានថាធ្វើម៉េចត្រូវជួយជីវិតមនុស្សសិនអញ្ចឹងគាត់ក៏ធ្វើការលើកដាក់ WhatsApp ជួល WhatsApp ឲ្យជនរងគ្រោះទៅសង្គ្រោះនៅទីពេទ្យសិនសូមសរុបជារួមមកវិញជុំវិញព័ត៌មាននេះមានន័យថាជាករណីគ្រោះថ្នាក់ចរាចរណ៍បកកដោយរថយន្ត Range Rover មួយគ្រឿងដោយបានធ្វើការបុកជាមួយនឹងម៉ូតូបណ្ដាលឲ្យតិចមកកំណាត់ខាងមុខដោយម៉ូតូគាត់ជិះធ្វើការមកពីផ្លូវត្រង់មកពី stop not break មកដោយរថយន្តមកពីគេហៅថា stop ត្រង់មាត់ណាមកដល់កន្លែង stop ហ្នឹងក៏បត់ចូលតាមផ្លូវបន្លោះបន្លាយនេះអាបន្លាយលូហ្នឹងក៏បានធ្វើការបុកជាមួយនឹងម៉ូតូបណ្ដាលឲ្យបែកខ្ទេចខ្ទីមកកំណាត់ខាងមុខរថយន្តក៏មានការខូចខាតដូចគ្នាដោយឡែកមនុស្សគឺបានរងរបួសធ្ងន់ផ្នែកខាងជើងហើយប្រជាពលរដ្ឋគាត់អត់អាចអង្អែចាំរថយន្តពេទ្យមកសង្គ្រោះទេក៏បានធ្វើការជួយសង្គ្រោះមួយដៃមួយជើងម្នាក់យកទៅមន្ទីរពេទ្យហើយបន្ទាប់ពីនឹងទៀតហ្នឹងឃើញថាម្ចាស់រថយន្តក៏អត់បានឈរចាំនៅនឹងកន្លែងកាត់ហេតុដែរបានធ្វើការដើរចេញទុកឲ្យតំណាងគ្រួសារសាច់ញាតិគាត់នៅធ្វើការដោះស្រាយហើយដោយដំណោះស្រាយហ្នឹងបើតាមប្រភពដែលយើងឮពីគាត់និយាយមកផ្ទាល់កាជាណាគាត់ថាឲ្យ insurance ធ្វើការអូឡានគាត់មាន insurance អីផ្សេងៗអញ្ចឹងណាហើយប្រជាពលរដ្ឋគាត់គ្រាន់តែឮតែពាក្យថា insurance ហ្នឹងគាត់ថាឈឺក្បាលអូ insurance ហ្នឹងស្ដាច់តថ្លៃហើយអញ្ចឹងខ្ញុំអត់ដឹងថាតើយ៉ាងណាយ៉ាងណីទេខ្ញុំបាទជាអ្នកកសែតសូមមកធ្វើសេចក្តីរាយការណ៍ឲ្យបងប្អូនដឹងនិងជ្រាបជាព័ត៌មានអំពីហេតុការណ៍នេះតែប៉ុណ្ណោះបងប្អូនជាទីមេត្រីឥឡូវបច្ចុប្បន្នឃើញថាសមត្ថកិច្ចលោកកំពុងតែសាកសួរពាក់ព័ន្ធជាមួយនឹងព័ត៌មានលំអិតផ្សេងៗជាមួយនឹងសាច់ញាតិម្ចាស់ឡានដែលបានបង្កបុកម៉ូតូណាថាតើត្រូវដោះស្រាយដោយរបៀបណា insurance ហ្នឹងមកពីខាងណាតើដោះស្រាយជូនជនរងគ្រោះដោយរបៀបម៉េចអីផ្សេងៗដោយសារតែជនរងគ្រោះគាត់អត់ទាន់មានគ្រួសារមកដល់ទីហ្នឹងទេដោយឡែកគាត់ត្រូវបានគេបញ្ជូនគាត់យកទៅមន្ទីរពេទ្យសង្គ្រោះបឋមហើយអញ្ចឹងតើត្រូវដោះស្រាយដោយរបៀបណាទៅប៉ុស្តិ៍សិនឬមកក៏ធ្វើរបៀបណាតែខាងរថយន្តនៅថា insurance សិនអញ្ចឹងយើងអត់ដឹងថាយ៉ាងម៉េចទេទុកភារកិច្ចនេះឲ្យសមត្ថកិច្ចលោកធ្វើការបន្តចុះបងប្អូនជាទីមេត្រីជុំវិញនឹងព័ត៌មាននេះខ្ញុំបាទមានសារ៉ាមាត់រហ័សស្បែកត្រង់មិនមានអ្វីច្រើនទេគ្រាន់តែចង់ជម្រាបជូននៅព័ត៌មាននេះឲ្យពុកម៉ែបងប្អូនឲ្យបានដឹងនិងជ្រាបជាព័ត៌មានតែប៉ុណ្ណេះខ្ញុំបាទមានសារ៉ាមាត់រហ័សស្បែកត្រង់ក៏សូមអរគុណនិងសូមគោរពលា